ទៅលោកទាំងអស់ពួកយើងអាចស្រេចគ្នាហើយបាយបាញ់លុយលុយត្រីប្រមាណនេះចង់កាត់ផ្ដាច់កូនប្រុសចាងឈិនខ្ញុំហ៎លោកនិយាយអីកូនឯងជឿអាងដឹងថាមមីគេប្រកែសម្ដែងបែបនេះអត់ណាគេដឹងពីប្រវត្តិរបស់ជឿអាងហើយគេជាកូនប្រុសខ្ញុំមិនពាក់ព័ន្ធនឹងលោកទេបញ្ញាប់បានចែកតម្រាក់តម្រងយើងខ្លាចខ្ញុំទៅដើមកូនទៅអាចទៅរួចទេខ្ញុំទៅដើមនាងយកមកដែរយកនាងទៅជឿអាងចូលមកគ្រួសារមិនចាំបាច់បំបីគ្នាទេតែលោកចាងមានអាជីវកម្មធំខ្ញុំគ្រាន់តែជាអ្នកលក់ត្រីមិនស័ក្តិសមនឹងលោកទេនាងដឹងច្បាស់ខ្លួនឯងដែរណោះដាក់តម្លៃមកប្រហែលគឺឲ្យជឿអាងនៅក្បែរខ្លួនខ្ញុំថាឲ្យជឿអាងជាកូនប្រុសខ្ញុំមិនបាច់ពីគេទេតាំងពីកើតមកគេនៅជាមួយខ្ញុំរហូតខ្ញុំមានសមត្ថភាពរកលុយចិញ្ចឹមគេដល់ធំទោះបីជាដាក់ពាក្យបណ្ដឹងក៏ខ្ញុំមិនខ្លាចដែរ100លានពិតជាដឹងច្បាស់មែនដឹងថាខ្លួនឯងលក់ត្រីមួយជីវិតក៏រកលុយ100លានមិនបានផងណែសញ្ញេទៅប្រធានចាងដឹងថាហេតុអីខ្ញុំមិនចាំលោកតាំងពីដំបូងទេ5ឆ្នាំមុនលោកមិនបានផ្ដល់អារម្មណ៍អ្វីឲ្យខ្ញុំទាំងអស់លោកបាន5ដងខ្ញុំម្ដងក៏មិនស្រួលដូច្នេះហើយ1លាននេះប្រធានចាងទុកទៅពេទ្យព្យាបាលរោគបរោះវិញចុះនាងចង់ឲ្យកូនខ្ញុំលក់ត្រីជាមួយនាងអស់មួយជីវិតមែនទេម៉ាមីមកវិញហើយជាយ៉ាងនឹងជឿឆាំងនាំឈៀងអើទៅលេងតងហើយនាងចង់ឲ្យកូនខ្ញុំលក់ត្រីជាមួយនាងអស់មួយជីវិតមែនទេជឿអាងឲ្យកូនហត់នឿយលក់ត្រីជាមួយម៉ាមីហើយមកពេលម៉ាមីមិនបានខ្ញុំមិនឲ្យម៉ាមីនិយាយបែបនេះទេខ្ញុំនឹងប្អូនប្រុសប្អូនស្រីត្រូវម៉ាមីចិញ្ចឹមរស់ដោយការលក់ត្រីម៉ាមីមិនមែនគ្មានបានការទេម៉ាមីជាម្ដាយដ៏អស្ចារ្យបំផុតលើលោកនេះជឿអាងអរគុណកូនអរគុណកូនទទួលស្គាល់ម៉ាមីម៉ាមីយ៉ាងម៉េចហើយនេះឬមួយអ្នកដែលឲ្យម៉ាមីយកត្រីទៅគឺបច្ចេកគេមែនគេបែរជាហ៊ានទុកការគម្រាមរបស់ខ្ញុំគឺជាខ្យល់ខ្ញុំខឹងហើយកោជិះឆាងផ្ដល់ដំណឹងទៅចាប់ពីថ្ងៃស្អែកនេះទៅនៅក្នុងជាងឈៀងនេះទាំងមូលអ្នកណាក៏មិនឲ្យលក់ត្រីឲ្យគ្រួសារចាងដែរខ្ញុំនឹងឲ្យត្រកូលចាងមិនបានត្រីញ៉ាំក្រពែទាំងអស់បើជាចង់ឲ្យកូនប្រុសចាងចិនខ្ញុំលក់ត្រីអស់មួយជីវិតមិនត្រឹមតែអាត្មានិយមទេនៅមានពាក្យកុហកពេញមាត់ទៀតផងព្រោះ5ឆ្នាំមុនលោកមិនបានផ្ដល់អារម្មណ៍អ្វីឲ្យខ្ញុំទាំងអស់លោកបាន5ដងខ្ញុំម្ដងក៏មិនស្រួលមិននឹងអាចគ្មានអារម្មណ៍អីទេខ្ញុំចាំច្បាស់ណាស់ហើយជប់នោះនាងវងខ្ញុំច្រើនលើកច្រើនសានណាម៉ាក់អាកូនសំអុយ